Bà anh chẳngថ្ងៃនេះដែរខ្ញុំបាទមានបល័យមួយមេបងប្អូនបល័យមួយមេនេះឈ្មោះហៅថាបល័យស្នេហ៍ខ្មោចបាទបល័យស្នេហ៍ខ្មោចអញ្ចឹងបងប្អូនអ្នកធ្វើដំណើរក្នុងព្រៃបាទឬក៏បងខាងវិរៈកងទ័ពជួរមុខបាទបើសិនជាបងបានឃើញវីដេអូនេះហើយបងអាចសូត្រនៅគាថានេះបាននៅបល័យនេះបានបាទយើងសូត្រ3ចប់ទេបាទសូត្រ3ចប់អញ្ចឹង បល័យហ្នឹងលោកដាក់ឈ្មោះហៅថាបល័យស្នេហ៍ខ្មោចបាទហើយមុននឹងបងប្អូនសូត្របងប្អូនត្រូវសូត្រអ្នកមោតាសៈ3ចប់បាទសូត្រអ្នកមោតាសៈ3ចប់អ្នកមោតាសៈវិជ្ជវៈតោអរហតោសម្មាសម្ពុទ្ធស្សៈអ្នកមោតាសៈវិជ្ជវៈតោអរហតោសម្មាសម្ពុទ្ធស្សៈសូត្រអ្នកមោតាសៈ3ចប់ហើយបងប្អូនចាប់ផ្ដើមសូត្រនៅបល័យហ្នឹងបាទដូចតទៅអមនុស្សសានังបច្ចយោហោតោអមនុស្សសានังបច្ចយោហោតោអមនុស្សសានังបច្ចយោហោតោបាទអញ្ចឹងបងប្អូនសូត្រ3ដងបងប្អូនសូត្រ3ដងហើយបងប្អូនមានកមួនបាទមានកមួនឬក៏ទឹកអប់បាទទឹកអប់អីបាញ់ខ្លួនយើងឲ្យក្អបឲ្យឈ្ងុយឈ្ងប់ទៅហើយដុតធូប3ដសាយទៅបាទដុតធូប3ដសាយទៅអញ្ចឹងបងប្អូនរំលឹកនឹកទៅដល់បាទអមនុស្សទាំងឡាយបាទអមនុស្សទាំងឡាយហ្នឹងឲ្យមកតាមថែរក្សាយើងបាទជួយคุ้មគ្រងយើងបាទអញ្ចឹងបាលីហ្នឹងល្អសម្រាប់បងប្អូនអ្នកដើរព្រៃបាទបងប្អូនអ្នកដើរព្រៃត្រូវតែមានបាលីនេះបាទត្រូវតែមានបាលីនេះព្រោះអីយើងធម្មតាទេបងប្អូនបើសិនជាយើងនៅទីស្ងាត់បាទនៅទីស្ងាត់តែងតែមានអមនុស្សហើយតែងតែមានអមនុស្សចង់យាយីសាកល្បងយើងហើយបងប្អូនអញ្ចឹងបងប្អូនត្រូវមានបល័យនេះបាទដើម្បីតាក់ទាញនៅអមនុស្សឲ្យមកថិតថែរក្សាការពារคุ้មគ្រងយើងបាទឲ្យបានសេចក្តីសុខសេចក្តីចម្រើនបាទប៉ុន្តែបងប្អូនក៏ត្រូវរំលឹកនឹកដល់គុណពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈដែរបាទនៅគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃគុណគ្រូបាអាចារ្យគុណឪពុកម្ដាយនិយាយចំទៅទោះសបារមីថែរក្សានៅលើភពផែនដីនេះយើងទៅដល់ទីកន្លែងណាយើងរំលឹកនឹកដល់គុណគេទៅបាទគុណគេទៅអញ្ចឹងបងប្អូននឹងនៅបានជាសុខហើយបងប្អូនណានឹងឯងអញ្ចឹងបល័យហ្នឹងគឺមានប៉ុណ្្នឹងទេសូមអរគុណជម្រាបលាជួបគ្នាវគ្គក្រោយ